ពូថៅដែករបស់អ្នកកាប់ឈើម្នាក់បានធ្លាក់ចូលទៅក្នុងទឹកហើយគាត់បានស្រែកដោយក្តីបារម្ភនៅមាត់ទន្លេពស់មាសធំមួយបានហែលឡើងមកកាន់ពូថៅមាសនៅក្នុងមាត់របស់វាពស់បានសួរថាតើពូថៅនេះជារបស់អ្នកមែនទេក្រវាងបានគ្រវីដៃយ៉ាងរហ័សថាទេវាមិនមែនជារបស់ខ្ញុំទេបន្ទាប់មកពស់បានកាន់ពូថៅប្រាក់ហើយសួរម្ដងទៀតថាតើពូថៅប្រាក់ជារបស់អ្នកមែនទេក្រវាងបានងក់ក្បាលថាទេខ្ញុំមានពូថៅដែកតែមួយប៉ុណ្ណោះគឺលើកនេះពស់បានយកពូថៅដែកមកក្រវាងបានមើលវាហើយឧទានថាបាទនេះជារបស់ខ្ញុំពស់បាននិយាយថាគូអ្នកស្មោះត្រង់ហើយមិនលោភលន់ទេខ្ញុំនឹងឲ្យពូថៅមាសនិងប្រាក់ដល់អ្នកទាំងពីរក្រវាងបានយកពូថៅទាំង3ទៅផ្ទះដោយរីករាយអ្នកជិតខាងរបស់គាត់ឈ្មោះលីសានបានឃើញពូថៅមាសហើយពោពេញដោយការច្រណែននៅព្រឹកបន្ទាប់លីសានក៏បានកាន់ពូថៅមួយហើយបោះវាចូលទៅក្នុងទឹកដោយធ្វើពុតជាយំនៅមាត់ទន្លេថាពូថៅរបស់ខ្ញុំបើវាមិនត្រូវបានគេលួចតើខ្ញុំអាចកាប់ឈើដោយរបៀបណាពស់មាសពិតជាបានហែលឡើងមកមែនដោយកាន់ពូថៅមាសនៅក្នុងមាត់របស់វាហើយសួរគាត់ថាតើពូថៅនេះជារបស់អ្នកមែនទេលីសានងក់ក្បាលយ៉ាងម៉ឺងម៉ាត់គឺបាទចាសវាជារបស់ខ្ញុំអរគុណលោកម្ចាស់អម្តាគឺលីសាននិយាយទាំងមិនទាន់ពេញចិត្តនឹងពូថៅមាសគឺលោកម្ចាស់អម្តាគាត់បន្ថែមថាពូថៅរបស់ខ្ញុំពិតជាមានពីរក៏បន្ទាប់មកពស់មាសយៈបានយកពូថៅប្រាក់មកលីសានបានឆក់យកវាហើយសង្កេតឃើញភ្នែកពស់ដែលស្រដៀងនឹងគុជខ្យងវិញ្ញាណគាត់គិតថាប្រសិនបើគាត់ចោះភ្នែកចេញគាត់អាចលក់វាបានច្រើនសន្ធឹកសន្ធាប់គាត់បានយកធ្នូនិងព្រួញរបស់គាត់ចេញហើយបាញ់ពស់ត្រូវបានព្រួញបាញ់ចំហើយស្រែកដោយការឈឺចាប់រួចរត់គេចខ្លួននៅយប់នោះគ្រូវាងបានសុបិនឃើញពស់កណ្ដឹងមាសដែលពោពេញដោយរបួសពីមនុស្សចិត្តល្អសូមជួយសង្គ្រោះខ្ញុំផងខ្មោចលោកភ្លុននោះបានបាញ់ខ្ញុំកំពុងលាក់ខ្លួននៅក្នុងស្នាមប្រេះនៅបាតទន្លេគ្រូវាងភ្ញាក់ពីដំណេកដោយភ្ញាក់ផ្អើលពស់បានឲ្យពូថៅមាសទៅគាត់ដោយសប្បុរសហើយឥឡូវនេះវាកំពុងជួបបញ្ហាគាត់មិនអាចប្រងើយកន្តើយនឹងវាបានទេគាត់បានទៅច្រាំងទន្លេហើយស្រែកថាគូលោកគ្រូអម្តាខ្ញុំមកជួយសង្គ្រោះអ្នកពស់នោះហែលឡើងយឺតខ្នងរបស់វាចាក់ដោយព្រួញពស់នោះត្រូវបានព្រួញ3ដាំបាញ់បណ្ដាលឲ្យស្រកាជាច្រើនលោកគ្រូវាងបានខំអស្មួយចំនួនហើយលាបវាទៅលើរបួសបន្ទាប់មករុំវាដោយក្រណាត់ពស់យៈបាននិយាយថាអរគុណបុរសលោកភ្លុននោះថែមទាំងព្យាយាមចាក់ភ្នែកខ្ញុំចេញដើម្បីលក់យកលុយទៀតផងគាត់ពិតជាមនុស្សគ្មានចិត្តអាក្រក់មែនពីថ្ងៃក្រោយមកពូថៅមាសនិងប្រាក់របស់លីសានបានប្រែក្លាយទៅជាថ្មពីរដុំគ្រាប់ធញ្ជាតិទាំងអស់ដែលគាត់បានរក្សាទុកនៅក្នុងផ្ទះរបស់គាត់បានរលួយពេញមួយយប់ហើយមាន់ទាំងអស់របស់គាត់បានងាប់មានតែពេលនោះទេដែលលីសានចាំបានថាគាត់បានធ្វើឲ្យពស់យៈរងរបួសគាត់ចង់ទៅទន្លេដើម្បីសុំទោសប៉ុន្តែរាល់ជំហានដែលគាត់ដើរទៅកាន់ទន្លេគឺឈឺចាប់យ៉ាងខ្លាំងហើយគាត់មិនអាចរើបានសូម្បីតែមួយអ៊ីងម្យ៉ាងវិញទៀតក្រុមគ្រួសាររបស់លោកគ្រូវាងកំពុងមានជីវភាពធូរធារគាត់បានដោះដូរពូថៅមាសនិងប្រាក់សម្រាប់ប្រាក់ហើយបានទិញដី2ហិកតាគាត់ក៏បានទិញដី2ហិកតាពីដំណាំនៅក្នុងវាលស្រែរបស់គាត់ផងដែរអ្នកមើលរឿងនេះហើយសូមជូនពរឲ្យមានសុខភាពល្អនិងរកស៊ីមានបានសូមជួយឲ្យបេះដូង Share និង Follow ម្នាក់មួយផង